ជម្រាបសួរអញ្ចឹងសូមណែនាំបងអំពីរបៀបក្នុងការ login ចូលទៅក្នុង app EPS អញ្ចឹងពេលដែលយើងចូលមកគឺយើងឃើញមានទង់ជាតិកម្ពុជាយើងយកកម្ពុជារបស់យើងបន្តមកទៀតនៅស្នាមដៃខាងលើយើងចូលទៅឃើញមានពាក្យថា login កន្លែង login យើងវាយ ID ដែលយើងបានបង្កើតរួចរាល់ចូលទៅកន្លែងនេះសូមបងកុំវាយឲ្យខុសច្រើនដងពេកពីព្រោះអីសម្រាប់ ID និងលេខសម្ងាត់បើសិនជាយើងវាយខុសច្រើនដងពេកគណនីរបស់យើងអាចមានការបិទលេងឲ្យដំណើរការហើយយើងត្រូវតែធ្វើការស្វែងរក ID សារថ្មីឬក៏យើងត្រូវបង្កើតសារថ្មីកន្លែងនេះជៀសវាងការខុសសូមវាយមួយដោយការផ្ទៀងផ្ទាត់ជាមួយនឹង ID ក៏ដូចជា password ដែលយើងបានបង្កើតពីព្រោះអីតែយើងវាយខុសច្រើនដងពេកគឺយើង login លេងចូលគឺយើងមើលលេងឃើញសុពលភាពរបស់យើងហើយបន្ទាប់ពីយើងវាយ ID ជាមួយនឹង password រួចរាល់យើងយកពាក្យ login ចូលអញ្ចឹងនៅពេលដែលយើង login ចូលគេនឹងឲ្យយើងវាយលេខ6ខ្ទង់បន្ថែមទៀតលេខ6ខ្ទង់កន្លែងនេះគឺជាលេខថ្ងៃខែឆ្នាំកំណើតរបស់យើងតាម ID card អញ្ចឹងយើងវាយតែ6ខ្ទង់ខាងមុខចូលទៅគឺជាការស្រេចយើងវាយបញ្ចូលរួចរាល់យើងយកពាក្យ next បន្តទៅមុខទៀតទៅគឺយើងនឹងចូលទៅក្នុងគណនី EPS របស់យើងបានហើយអញ្ចឹងបងប្អូនអាចមើលអំពីសុពលភាពកិច្ចសន្យាការងាររបស់យើងក៏ដូចជារយៈពេលផុតកំណត់នៃការស្នាក់នៅរបស់យើងដូចគ្នាហើយនៅពេលខាងក្រោមនោះយើងក៏ឃើញលុយ Samsung Pay ក៏ដូចជាទឹកប្រាក់បំណាច់ឆ្នាំរបស់យើងគឺយើងអាចមើលនៅក្នុងកម្មវិធី EPS តែមួយអញ្ចឹងកម្មវិធី EPS គឺជាកម្មវិធីមួយដែលសំខាន់ខ្លាំងណាស់សម្រាប់ការមើលថៅកែសញ្ញាចេញឬក៏សញ្ញាចូលក៏ដូចជាសុពលភាពក្នុងការស្នាក់នៅបើសិនជាបងមានចម្ងល់ឬក៏បញ្ហាអីបន្ថែមទៀតឬក៏ login អត់ចូលទេអាចតាក់ទងឬក៏អាចជួយឆាតចូល page អរគុណច្រើនអញ្ចឹងបងកុំភ្លេចជួយ subscribe ក៏ដូចជាជួយ follow page ឲ្យខាងយើងម្នាក់មួយផងអរគុណ